ចាសូមជម្រាបសួរលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូនទាំងអស់តាមកែឋានព្រះគុណព្រះអង្គដែលខ្ញុំនៅក្នុងថ្ងៃនេះបានវិនត្រឡប់មកវិញហើយសរសើររំកើងព្រះអង្គហើយរៀនព្រះបន្ទូលអរគុណព្រះអង្គយ៉ាងច្រើនហាឡេលូយ៉ាយើងនឹងលើកសម្លេងយើងឡើងសរសើររំកើងព្រះអង្គនៅក្នុងពេលនេះពីព្រោះគ្មានអ្វីអស្ចារ្យដូចជាព្រះអង្គម្ចាស់យើងទេហាឡេលូយ៉ាព្រះអង្គគង់នៅគ្រប់កន្លែងហាឡេលូយ៉ាព្រះអង្គមើលឃើញនៅក្នុងចិត្តខ្ញុំហើយនឹងចិត្តរបស់បងប្អូនយើងត្រូវតែមានការតំណាក់តំណងជាមួយព្រះអង្គដូច្នេះយើងអាចទទួលបានការណែនាំមកពីព្រះអង្គម្ចាស់ហាឡេលូយ៉ាឥឡូវយើងនឹងសរសើររំកើងព្រះអង្គណាហាឡេលូយ៉ាព្រះអង្គល្អណាស់ហាឡេលូយ៉ាព្រះអង្គល្អណាស់ហាឡេលូយ៉ាព្រះអង្គល្អណាស់ព្រះអង្គល្អណាស់អើយខ្ញុំព្រះស្រឡាញ់ខ្ញុំហាឡេលូយ៉ាព្រះស្រឡាញ់ខ្ញុំហាឡេលូយ៉ាព្រះស្រឡាញ់ខ្ញុំព្រះស្រឡាញ់ខ្ញុំរហូតព្រះស្លាប់ជួខ្ញុំហាឡេលូយ៉ាព្រះស្លាប់ជួខ្ញុំហាឡេលូយ៉ាព្រះស្លាប់ជួខ្ញុំព្រះស្លាប់ជួខ្ញុំហើយណាអាមែនហាឡេលូយ៉ាអរគុណព្រះអង្គពិតជាអស្ចារ្យណាស់បងប្អូនអើយយើងដឹងពីសេចក្តីពិតនេះវានឹងធ្វើឲ្យយើងមានការដែលត្រេកអរមានការដែលយើងមានសង្ឃឹមនៅក្នុងព្រះអង្គពីព្រោះយើងបានរំដោះហើយយើងបានសង្គ្រោះហើយហាឡេលូយ៉ាព្រះអង្គតែងតែល្អឲ្យមនុស្សណាដាក់ជំនឿនៅលើព្រះអង្គអរគុណព្រះអង្គហាឡេលូយ៉ានៅក្នុងពេលវេលានេះខ្ញុំសូមរៀនព្រះបន្ទូលនៅក្នុងយ៉ូហានចំពោះ14ខ27អរគុណព្រះអង្គខ្ញុំសូមអានណាខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករន់គ្នាគឺខ្ញុំអោយសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករន់គ្នាហើយដែលខ្ញុំអោយនោះមិនមែនដូចជាលោកីអោយទេកុំអោយចិត្តអ្នករន់គ្នាថប់បារម្ភឬភ័យឡើយអាមែនអរគុណព្រះអង្គនេះគឺជាព្រះបន្ទូលនៃព្រះអង្គព្រះយេស៊ូវគ្រីស្ទដាក់មកអោយទាំងអស់គឺខ្ញុំហើយនឹងបងប្អូនពីព្រោះព្រះអង្គដឹងថានៅពេលមួយណានោះយើងនឹងជួបការលំបាកយើងនឹងមានចិត្តថប់បារម្ភយើងនឹងមានចិត្តភ័យផាត់ប៉ុន្តែព្រះអង្គថាយ៉ាងណាព្រះអង្គថាព្រះអង្គទុកសេចក្តីសុខសាន្តនៅនឹងអ្នករន់គ្នានៅជាមួយខ្ញុំហើយនៅជាមួយបងប្អូនហើយបងប្អូនដឹងទេសេចក្តីសុខសាន្តរបស់ព្រះអង្គមិនដូចសេចក្តីសុខសាន្តនៅក្នុងលោកីទេពីព្រោះយើងបានទទួលសេចក្តីសុខសាន្តមកពីព្រះអង្គព្រះបន្ទូលថាគឺខ្ញុំអោយសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករន់គ្នានេះគឺសេចក្តីសុខសាន្តយ៉ាងធំយ៉ាងល្អមកពីព្រះអង្គព្រះយេស៊ូវគ្រីស្ទអាមែនហើយយើងដឹងថាព្រះអង្គគឺជាព្រះដែលមានអំណាចនៅលើពិភពលោកនេះគឺជាព្រះដែលមានសេចក្តីស្រឡាញ់គឺជាព្រះដែលធ្វើឲ្យយើងបានផ្លាស់ប្ដូរហើយដឹកនាំយើងហើយព្រះអង្គគង់នៅឲ្យយើងប្រទានពរឲ្យយើងទៀតអាមែនអរគុណព្រះអង្គអញ្ចឹងលើកទឹកចិត្តបងប្អូនយើងស្វែងរកព្រះអង្គពីព្រោះនៅក្នុងព្រះអង្គទេបានមានសេចក្តីសុខសាន្តពិតប្រាកដនៅខាងក្រៅយើងអាចទទួលបានសេចក្តីសុខសាន្តដោយពាក្យបងប្អូនយើងលើកទឹកចិត្តឬមួយយ៉ាងនេះយ៉ាងនោះប៉ុន្តែដល់ហួសពីនោះទៅហើយយើងមិនអាចថាមានអារម្មណ៍ល្អជាងហើយឬមួយយើងអត់មានសេចក្តីសុខសាន្តពិតប្រាកដទេអញ្ចឹងចូលមកចិត្តព្រះអង្គនៅចិត្តព្រះអង្គចូលទៅចិត្តព្រះអង្គអធិដ្ឋានជាមួយព្រះអង្គស្វែងរកព្រះបន្ទូលហើយមានការតំណាក់តំណងចិត្តស្និទ្ធជាមួយព្រះអង្គនិងបងប្អូនទទួលបានការណែនាំមកពីព្រះអង្គម្ចាស់អាមែនខ្ញុំសូមជូនពរឲ្យបងប្អូននៅក្នុងឆ្នាំថ្មីនេះឆ្នាំ2026នេះព្រះអង្គនឹងប្រទានពរឲ្យបងប្អូនហើយបងប្អូននឹងដើរនៅក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គនឹង
ដឹកនាំបងប្អូនព្រះអង្គនឹងធ្វើឲ្យផែនការនៃផងព្រះអង្គនៅលើបងប្អូនបានសម្រេចអាមែនហាឡេលូយ៉ាសូមអរគុណព្រះអង្គហើយសូមព្រះអង្គប្រទានពរឲ្យបងប្អូនគ្រប់គ្នានៅក្នុងឆ្នាំថ្មីនេះសូមព្រះពររបស់ព្រះអង្គគ្របបាំងទាំងអស់បងប្អូនយើងហើយឲ្យបងប្អូនយើងមានសង្ឃឹមនៅលើព្រះអង្គអាមែនអរគុណព្រះអង្គសូមជម្រាបលាបងប្អូន